ឈ្មោះរបស់វាគឺប្រអប់ Discounter រូបរាងគឺដូចឈ្មោះរបស់វាក៏ដូចខាងលើអញ្ចឹងណាបន្ទាប់នេះគឺជារូបប្លង់សម្រាប់វិសញ្ញានៅប្លង់សម្រាប់និងប្លង់បាតនិងប្លង់ជាក់ស្ដែងគឺដូចគ្នានេះជារូបពិតនៅលើការឋានជាក់ស្ដែងគឺមានសញ្ញាប្រអប់ Discounter គឺគេដាក់រូបអញ្ចឹងនេះជាប្រភេទប្រអប់ Discounter ស្តង់ដារដែលក្រុមហ៊ុនធំក្នុងស្រុកយើងអ្នក design ដើម្បីដាក់តម្រូវការនៅក្នុងការឋាននេះគឺជារូបពិតនៅលើការឋានតូចៗល្មមដូចជាសាលារៀនផ្ទះអីគេប្រើប្រភេទ Discounter ប្រអប់ Discounter អញ្ចឹងដោយសារការប្រើប្រាស់វាតូចអញ្ចឹង Discounter យើងប្រើទូតាមលក្ខណៈតូចបើសិនជា Discounter ប្រើលក្ខណៈធំដូចអាគារធំអញ្ចឹងប្រើ Discounter ធំមានច្រើនប្រភេទច្រើនម៉ាក